ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការសង្ខេបសៀវភៅដ៏ល្បីល្បាញមួយទាក់ទងជាមួយនឹងការអភិវឌ្ឍខ្លួនឯងគឺទម្លាប់ទាំង7របស់មនុស្សដែលពូកែនិងជោគជ័យ The 7 Habits of Highly Effective People ដែលនិពន្ធដោយលោក Stephen Covey សៀវភៅនេះបង្រៀនយើងថាភាពជោគជ័យមិនមែនស្ថិតលើតែការរកលុយឲ្យបានច្រើនប៉ុណ្ណោះទេប៉ុន្តែស្ថិតនៅលើការកសាងចរិតលក្ខណៈល្អទំនាក់ទំនងល្អនិងការអភិវឌ្ឍខ្លួនជាប់ជានិច្ចតោះយើងមកស្គាល់ទម្លាប់ទាំង7នេះទាំងអស់គ្នាទម្លាប់ទី1ម្ចាស់ការលើខ្លួនឯង Be proactive ជាភាសាអង់គ្លេសមនុស្សដែលពូកែនឹងជោគជ័យមិនបន្តអ្នកដទៃឬក៏ស្ថានភាពជុំវិញខ្លួនឡើយពួកគេផ្ដោតទៅលើអ្វីដែលខ្លួនអាចគ្រប់គ្រងបាននិងស្វែងរកដំណោះស្រាយជាប់ជានិច្ចកុំសួរថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំតែត្រូវសួរថាតើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីធ្វើឲ្យស្ថានភាពនេះបានប្រសើរឡើងទម្លាប់ទី2ការចាប់ផ្ដើមដោយកំណត់គោលដៅច្បាស់លាស់ Begin with the end in mind មុននឹងចាប់ផ្ដើមធ្វើអ្វីមួយត្រូវដឹងថាអ្នកចង់ទៅដល់ទីណាសូមស្រមៃថាអ្នកចង់ក្លាយជាមនុស្សបែបណានាពេលអនាគតតើអ្នកចង់ឲ្យមនុស្សចងចាំអ្នកនៅក្នុងរូបភាពយ៉ាងណាការមានគោលដៅច្បាស់លាស់នឹងជួយឲ្យការសម្រេចចិត្តរបស់អ្នកកាន់តែងាយស្រួលទម្លាប់ទី3ធ្វើកិច្ចការណាដែលសំខាន់បំផុតមុនគេ Put first thing first ភាពរវល់មិនស្មើនឹងផលិតផលឬក៏ផលដែលយើងសម្រេចបាននោះទេមនុស្សជាច្រើនចំណាយពេលទៅលើរឿងមិនទាន់ប៉ុន្តែមិនសំខាន់មនុស្សជោគជ័យផ្ដោតលើកិច្ចការណាដែលមានសារៈសំខាន់សម្រាប់អនាគតទម្លាប់ទី4គិតបែបឈ្នះឈ្នះ Think win-win ជីវិតមិនមែនជាការប្រកួតប្រជែងដែលម្នាក់ត្រូវឈ្នះហើយម្នាក់ទៀតត្រូវចាញ់នោះទេគឺត្រូវស្វែងរកដំណោះស្រាយដែលផ្ដល់ផលប្រយោជន៍ដល់គ្រប់ភាគីនៅពេលដែលមនុស្សទាំងអស់ឈ្នះទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការនឹងកាន់តែរឹងមាំទម្លាប់ទី5ស្ដាប់និងស្វែងយល់ពីអ្នកដទៃមុននឹងឲ្យគេយល់ពីខ្លួនឯង Seek first to understand then to be understood មនុស្សភាគច្រើនស្ដាប់ដើម្បីឆ្លើយតបប៉ុន្តែមនុស្សដែលពូកែស្ដាប់ដើម្បីយល់ពីអ្នកដទៃចូលចងចាំថាការស្ដាប់ដ៏ល្អគឺជាគន្លឹះនៃការទំនាក់ទំនងដ៏ល្អទម្លាប់ទី6បង្កើតកិច្ចសហប្រតិបត្តិការ Synergy ជាភាសាបារាំងមនុស្សម្នាក់ៗមានចំណេះដឹងនិងបទពិសោធន៍ខុសៗគ្នានៅពេលដែលយើងធ្វើការរួមគ្នានិងគោរពភាពខុសគ្នាយើងអាចបង្កើតលទ្ធផលដ៏អស្ចារ្យទម្លាប់ទី7ការអភិវឌ្ឍខ្លួនឯងជាប្រចាំ Sharpen the sword លោក Stephen Covey ណែនាំឲ្យយើងផ្ដោតលើរឿង4យ៉ាងទី1សុខភាពរាងកាយទី2ចំណេះដឹងនិងការរៀនសូត្រទី3ទំនាក់ទំនងសង្គមទី4គុណតម្លៃនិងស្មារតីអ្នកកាន់តែអភិវឌ្ឍខ្លួនឯងនោះអ្នកកាន់តែមានសមត្ថភាពនិងពូកែសារសំខាន់ពីសៀវភៅនេះគឺណែនាំឲ្យយើងទទួលខុសត្រូវលើជីវិតខ្លួនឯងមានគោលដៅច្បាស់លាស់ផ្ដោតលើអាទិភាពសំខាន់មុនគេបង្កើតទំនាក់ទំនងឈ្នះឈ្នះទាំងអស់គ្នាស្ដាប់ឲ្យបានយល់មុននឹងឆ្លើយតបចេះសហការនិងធ្វើការជាក្រុមឲ្យបានល្អរៀននិងអភិវឌ្ឍខ្លួនជានិច្ចសរុបមកសៀវភៅនេះបង្រៀនយើងថាភាពជោគជ័យចាប់ផ្ដើមពីការកែប្រែទម្លាប់ខ្លួនឯងជាមុនសិនសូមអរគុណសម្រាប់ការទស្សនាសូមចុច like subscribe និង share ប្រសិនបើលោកអ្នកគិតថាវីដេអូនេះមានប្រយោជន៍ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ